រោះពីការជើងកំពុងជួសជុលឡាននៅជាងស្រាប់តែឡានប៉ុន្មានគ្រឿងដេញតាមចូលជាងឃើញស្រីស្អាតម្នាក់ដើរត្រេតត្រោតចុះពីឡាននាងរត់ត្រង់មករកយុវជននោះសុំជំនួយស្រែកថាជួយផងក៏សន្លប់បាត់ទៅបន្ទាប់មកមានក្រុមជនពាលប៉ុន្មាននាក់ស្ពាយបំពង់ដែកដើរចូលជាងយុវជននោះជើងពីការជួយនាងមិនបានអាចត្រឹមស្រែកប្រាប់ជនពាលមិនឲ្យប៉ះនាងជនពាលព្រមានយុវជនកុំឲ្យជ្រៀតជ្រែកបើមិនដូច្នោះនឹងវាបាក់ដៃវាដែរតែយុវជននោះមិនខ្លាចជនពាលទេប្រាប់ពួកជនពាលឲ្យហ៊ានប៉ះខ្លួនឯងមើលពួកជនពាលមិនបាននិយាយលេងទេវាមិនខ្លាចអីចឹងធ្វើឲ្យវាសម្រេចតែស្រាប់តែដាវធំមួយហោះមកពីខាងក្រៅដល់ចំជញ្ជាំងពួកជនពាលនិងយុវជននោះងាកមើលឃើញស្ត្រីដ៏មានអំណាចម្នាក់ដើរចូលមកអត្តសញ្ញាណរបស់នាងមិនធម្មតាទេនាងគឺជាមហាសេនាប្រមុខស្រីទី1ដ៏ល្បីល្បាញប្រចាំអគារមានទ្រព្យសម្បត្តិរហូតដល់10 trillion តែទោះជាយ៉ាងណាគឺនាងជាអ្នកចម្បាំងស្រីដ៏អស្ចារ្យម្នាក់សាកសមត្រឹមឲ្យយុវជននោះទាត់ពួកជនពាលដែលមិនស្គាល់ងាប់រស់នៅតែបន្តស្រែកលោឡាមេក្មេងពាលខាងក្រៅអ្នកមានចំនួនក្រោយឃើញហើយមានអារម្មណ៍មិនល្អព្រោះអ្នកមានចំនួនក្រោយស្គាល់នារីខ្លាំងរូបនេះអ្នកមានចំនួនក្រោយក៏ស្ទុះទៅវីមេក្មេងពាលនោះប្រាប់ឲ្យក្មេងពាលនោះចេញទៅភ្លាមបន្ទាប់មកអ្នកមានចំនួនក្រោយក៏និយាយបន្ទាបខ្លួនចង់ស្គាល់នារីខ្លាំងនោះតែនាងមិនបានត្បិតជាមួយគេទេជាអ្នកមានចំនួនក្រោយយ៉ាងសាហាវថាឲ្យចេញទៅពេលនោះអ្នកមានចំនួនក្រោយក៏រត់គេចទៅយ៉ាងខ្មាស់អៀនអ្នកមានចំនួនក្រោយដែលចេញមកខាងក្រៅក៏បានឃើញនារីខ្លាំងហើយលុតជង្គង់ទៅរកបុរសវ័យក្មេងនោះអ្នកមានចំនួនក្រោយក៏ដឹងភ្លាមបុរសពីការជួសជុលឡាននេះមិនធម្មតាទេការពិតបុរសវ័យក្មេងនោះជាម្ចាស់ហាងនាគតាមរឿងដំណើរគ្រាន់តែម្ដងចេញទៅបំពេញបេសកកម្មដោះគ្រឿងផ្ទុះតែដោយសារខ្វះបទពិសោធន៍ក៏កាត់ខ្សែខុសទីបំផុតក៏ត្រូវផ្ទុះដាច់ជើងទាំងពីរពេលនោះបុរសវ័យក្មេងក៏ដាស់ស្ត្រីដែលសន្លប់ឲ្យភ្ញាក់ស្ត្រីនោះក៏ឃើញថាផ្លាកឈ្មោះដែលបុរសវ័យក្មេងពាក់នៅគឺសាមហើយប្រាប់ទៅអ្នកស្រីអ្នកមានបុរសវ័យក្មេងនេះជួយបុរសម្នាក់នេះមានម៉ាកយីហោដូចគាត់ប្រហែលជាគេជាឪពុកកូននាងពេលលេខានិយាយចប់ក្មេងស្រីរត់មកហៅថាប៉ាតាមពិតកាលពី5ឆ្នាំមុនគេទើបតែចេញពីទាហានតែរកការងារអត់បានត្រឹមបើកឡានឌីឌីពេលរងចាំភ្លើងស្តុបស្រែកអ្នកមានម្នាក់ស្រាប់តែបើកទ្វារឡើងនាងថាត្រូវក្រុមជនពាលដេញតាមប្រាប់ឲ្យគេបើកឡានទៅលឿនគេគិតថានាងនិយាយលេងមិននឹកស្មានឡានមួយមកបិទផ្លូវក្រុមជនពាលមកបង្គាប់ឲ្យនាងចុះគេជាអតីតទាហានជួបរឿងបែបនេះគេមិនឈរមើលឡើយគេថយក្រោយយ៉ាងលឿនហើយជន់កែវៀងគេចខ្លួនបាត់ពួកវាអត់ទាន់បោះបង់ទេក៏ប្រញាប់ឡើងឡានដេញតាមឡានពួកវាខ្លាំងចេញគេបានភ្លាមតែគេគ្រាន់តែលេងជាមួយពួកវាទេគេជន់កែពេញទំហឹងចេញពួកវាប៉ុន្មានវិនាទីក្រោយពួកវាអត់ឃើញកន្ទុយឡានគេទេក្រោយមកគេបានជូននាងទៅសម្រាប់តែភ្លាមគាត់បានទទួលដំណឹងពីថ្នាក់លើឲ្យគាត់ទៅបំពេញបេសកកម្មសំខាន់មួយគាត់បានប្រគល់ផ្លាកសញ្ញាឲ្យអ្នកស្រីបើគាត់អាចត្រឡប់មកវិញទាំងរស់គាត់នឹងរៀបការជាមួយអ្នកស្រី5ឆ្នាំកន្លងផុតទៅកូនស្រីអ្នកស្រីក៏បាន6ឆ្នាំហើយមិនឃើញស្រមោលគាត់សោះរហូតដល់លេខាបានរកឃើញផ្លាកសញ្ញារបស់គាត់ដូចនឹងរបស់អ្នកស្រីបេះបិទលេខាក៏នាំអ្នកស្រីមកជួបគាត់អ្នកស្រីក៏ទាញយកផ្លាកសញ្ញានោះមកនៅចាំរបស់នេះទេមិត្តជួយបដូរប្រេងម៉ាស៊ីនឡាននេះមកខ្ញុំទៅមុនហើយម៉ាក់ប៉ាហត់ណាស់នាំគាត់ទៅផ្ទះយើងទៅអ៊ីឥឡូវនេះមិនទាន់ប្រកាសថាគាត់ជាប៉ាកូនទេអ្វីត្បិតតែបានជួបហើយតែអ្នកស្រីមិនទាន់ប្រកាសថាជាអ្នកនោះពី5ឆ្នាំមុនទេបុរសនោះក៏ត្រឡប់ទៅពិនិត្យឲ្យច្បាស់សិនទើបមកទទួលស្គាល់គ្នារីឯយុវជនក៏អន់បន្តិចដែរគឺមានសង្សារហើយបុរសនេះស្រឡាញ់មិត្តស្រីខ្លាំងណាស់ប្រាក់ខែ5,000ក្នុងមួយខែគាត់ប្រគល់ឲ្យមិត្តស្រីទាំងអស់តែមិននឹកស្មានមិត្តស្រីបែរជាទៅលួចលាក់ជាមួយចៅហ្វាយនេះទៅវិញអ្វីដែលកាន់តែហួសហេតុនោះគឺមិត្តស្រីបែរជាយកប្រាក់ខែរបស់គាត់យកទៅឲ្យបុរសម្នាក់នោះទាំងអស់ពិតជាហួសហេតុពេកហើយមិត្តស្រីមានបំណងថាពេលរៀបការជាមួយគាត់ក្នុងប៉ុន្មានថ្ងៃទៀតនឹងបោះបង់គាត់ជាសាធារណៈនៅពិធីមង្គលការរួចទៅរៀបការជាមួយប្រធានម្នាក់នេះថ្ងៃនេះគាត់នាំមិត្តស្រីមកហាងកាត់ដេរឈុតកូនក្រមុំមិននឹកស្មានថាជួបសេដ្ឋីនីនឹងកូនស្រីរបស់នាងម្ដងទៀតកូនស្រីក៏រត់មករកហើយគាត់ថាប៉ាទៀតសេដ្ឋីនីនៅតែមិនច្បាស់ថាគាត់ជាឪពុករបស់កូនស្រីនាងឬអត់ឪពុកដើរមកប្រាប់កូនស្រីកុំឲ្យស្រែកហើយផ្ដេសផ្ដាសម៉ាក់មិនបានប្រាប់កូនទៅមិនអាចស្រែកហៅប៉ាអ្នកផ្សេងផ្ដេសផ្ដាសទេខ្ញុំខុសហើយសូមទោសផងមិនអីទេកូនស្រីអ្នកគួរឲ្យស្រឡាញ់ណាស់លោកម្ចាស់របស់នេះជារបស់លោកមែនទេអរគុណនេះជាសញ្ញាសម្គាល់ពីអតីតកាលត្រឹមស្លាកឈ្មោះមួយមិនទាន់ដឹងអត្តសញ្ញាណគាត់ត្រូវប្រយ័ត្នរងចាំលទ្ធផលតេស្តដណាស្អែកចេញមកសិនអូក្មួយអ៊ំស្អែកការនៅសន្តាគារទល់មុខបើទំនេរមកពិធីការអ៊ំឲ្យស្គាល់ការញ៉ាំណាបាទបើគ្មានអ្វីទេខ្ញុំសូមទៅមុនម៉ាក់យើងអាចបញ្ជាក់បានពេលណាគាត់ជាប៉ាខ្ញុំមែនទេនេះអ៊ីខ្វានស្អែកម៉ាក់នាំកូនទៅចូលរួមពិធីការអ៊ំដល់ពេលនោះនឹងដឹងគាត់ជាប៉ាកូនឬអត់សូមអបអរសាទរអបអរសាទរវ៉ាយ៉ាមែនហើយរៀបចំបានល្អណាស់មែនហើយតុងបងហ្វេងសូមអបអរសាទរពីគ្លីថ្ងៃមង្គលអរគុណពីគ្លីថ្ងៃមង្គលអរគុណទៅកន្លែងបងប្អូនណែណោះទៅអង្គុយមុនទៅយើងទៅមុនហើយណាតោះទៅប៉ានេះពួកខ្ញុំអបអរម៉ាក់ផ្ញើអាំងប៉ាវនេះឲ្យក្មួយមកហើយអរគុណអាំងប៉ាវដឹងហើយចូលអង្គុយតាមស្រួលថ្ងៃនេះខ្ញុំរវល់បន្តិចបើមានខ្វះខាតសូមអធ្យាស្រ័យមិនអីទេបងរវល់ទៅតោះ
សូមស្វាគមន៍ភ្ញៀវទាំងអស់ដែលបានមកចូលរួមគោលការណ៍កូនកំលោះឈិនហ្វុងនិងកូនក្រមុំចៅរួយបន្ទាប់សូមអញ្ជើញកូនកំលោះក្រមុំឡើងឆាកបានលីតូចជួយបងបន្តិចជួយរឿងអីរទេសរុញចោះអត់រួចឯងចោះអត់រួចទេអេដល់ថ្នាក់នឹងក៏ចោះអត់រួចដែរបើឃើញសភាពបែបនេះហើយខ្ញុំថាគុំរៀបការអីម៉ាក់និយាយអញ្ចឹងន័យថាម៉េចនៅមិនទាន់យល់ទៀតឯងគ្មានឋានៈអ្វីទេគ្មានឋានៈអ្វីសោះថែមទាំងពិការទៀតមិនសមនឹងកូនស្រីខ្ញុំទេប្រកាសជាមិនមែនទេបើឯងពិតជាស្រឡាញ់កូនស្រីខ្ញុំកុំទៅរារាំងគេអីប៉ុន្មានឆ្នាំនេះខ្ញុំជាអ្នកចិញ្ចឹមឯងនឹងអាជនមិនដែលជាបន្ទុកពួកឯងទេមិនក៏ខ្ញុំខ្លាចជាឧបសគ្គទៅវិញពោះហេតុពេកហើយបើអត់ពីបងហ្វុងចិញ្ចឹមពួកគាត់កូនគាត់មិនបានប៉ុណ្ណឹងបងហ្វុងជាកូនប្រសារគាត់តើមានម្ដាយណាអាក្រក់យ៉ាងនេះគឺហួសហេតុពេកហើយកូនប្រសារចាំមើលផុតពីថ្ងៃនេះសិនឈប់ទៅឈប់និយាយទៅការអត់មង្គលចាប់ផ្ដើមហើយបងហ្វុងយើងឡើងលើឆាកទៅកូនកំលោះក្រមុំទាំងពីរម្នាក់ស្រស់ស្អាតដូចផ្កាចំណែកម្នាក់ទៀតអង្គុយទេសរុញអ្នកទាំងពីរប្រកាសជាមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើនមុនពិធីមង្គលការចាប់ផ្ដើមតើអ្នកទាំងពីរចង់និយាយអ្វីទេខ្ញុំសូមមុនក្នុងថ្ងៃសំខាន់នេះខ្ញុំមានដំណឹងល្អពីរទី1ខ្ញុំបានបញ្ចប់អនុបណ្ឌិតក្នុងពេលជាមួយគ្នានេះនឹងចូលក្រុមហ៊ុនលីនដែលធំជាងគេនៅចិង្ជៅជានាយកធនធានមនុស្សប្រាក់ខែ1លានក្នុងមួយឆ្នាំបាច្រើនម្លេះមិនមែនទេចៃរុយទើបតែចប់ចូលក្រុមហ៊ុនលីនភ្លាមថែមជាប្រធាននៅក្រុមហ៊ុនលីនទៀតក្រុមហ៊ុនលីនជាក្រុមហ៊ុនឈានមុខនៅចិង្ជៅមានតម្លៃរាប់ពាន់លានចៃរុយនៅក្មេងណាស់អនាគតនាងមិនធម្មតាទេបន្ទាប់គឺរឿងទី2គ្រប់គ្នាដឹងថាខ្ញុំទើបចប់អនុបណ្ឌិតប៉ុន្មានឆ្នាំមុនខ្ញុំចប់តែងតែមានបុរសម្នាក់ជួយខ្ញុំពីក្រោយខ្នងស្ងាត់គាំទ្រខ្ញុំដឹងគុណគាត់ឥឡូវខ្ញុំអាចរៀបការជាមួយគាត់បានហើយនេះប្រហែលជាហ្វុងគឺហើយហ្វុងគឺក៏បានសោយសុខហើយដែរប៉ុន្មានឆ្នាំនេះខំរកលុយចិញ្ចឹមគ្រួសារមិនមែនរងចាំតែថ្ងៃនេះទេយ៉ាងណាក៏ចៅរួយចេះដឹងគុណដែរលុះពេលបានចម្រើនក៏មិនភ្លេចការលះបង់របស់ហ្វុងគឺឥឡូវនេះសូមអនុញ្ញាតឲ្យខ្ញុំសូមណែនាំកូនកំលោះរបស់ខ្ញុំនៅថ្ងៃនេះគាត់គឺអ្នកគ្រប់គ្រងក្រុមហ៊ុនលីនស៊ីយ៉ាវមីងវ៉ៃបើបងប្អូនចង់បានភាពបន្តសូមកុំភ្លេចចុច follow page admin និង share វីដេអូនេះម្នាក់មួយផងសូមអរគុណ